ស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតជាមួយនឹងខ្ញុំចាក់យ៉ាអញ្ចឹងនៅពេលដែលយើងចូលមកដល់ភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតដំបូងគឺយើងបានឃើញជាមួយនឹងនំផ្លាកយីហោរបស់បាយ័នក៏ដូចជាម៉ូលីអ្នកទាំងអស់គ្នាដែលជាស្នាដៃកូនខ្មែរផ្ទាល់តែម្ដងម៉ែស្រឡាញ់ខ្មែរកុំភ្លេចជួយគាំទ្រផលិតផលខ្មែរទាំងអស់គ្នាហើយបើនិយាយពីអារម្មណ៍មកភោជនីយដ្ឋានបាយ័នថ្ងៃនេះវិញគឺចាក់យ៉ាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើតែម្ដងអញ្ចឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងកតុប VIP នៅភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតហើយបើនិយាយពីកតុប VIP នៅភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតនេះវិញគឺថាមានទីធ្លាធំទូលាយខ្លាំងមែនតើសម្រាប់ជួបជុំគ្រួសារក៏ដូចជានិយាយការងារអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងឯងក៏មានជាមួយនឹងសាលប្រជុំក៏ដូចជា indoor outdoor ផងដែរចា៎នេះគឺជាមុខម្ហូបរបស់ខ្ញុំសម្រាប់ព្រឹកហ្នឹងគឺបាយឆាថៃងៀតជាមួយនឹងបាយភ្លៅមាន់ប៉ុន្តែជប់សិនដូចខ្វះអីម្យ៉ាងឥឡូវហ្នឹងដាក់ជាមួយនឹងកាហ្វេដូងជាមួយនឹងតែជ្រូកមួយកែវទៀតអញ្ចឹងណាចា៎ឥឡូវហ្នឹងមកញ៉ាំបាយជាមួយនឹងចាក់យ៉ាទាំងអស់គ្នាក៏ប៉ុន្តែចាក់យ៉ាចង់ប្រាប់ថាចាបាយឆាថៃងៀតហ្នឹងគឺជាម៉ឺនុយថ្មីសម្រាប់ភោជនីយដ្ឋានបាយ័នគ្រប់សាខាទាំងអស់តែម្ដងហើយបើនិយាយពីម៉ឺនុយមួយហ្នឹងគឺចាក់យ៉ាគិតថាវាប្លែកខ្លាំងមែនតើដោយសារក្នុងហ្នឹងមានជាមួយនឹងអាឡឹកក៏ដូចជាម្នាស់ហើយមានស្វាយខ្ចីទៀតពេលដែលយើងញ៉ាំទៅគឺទទួលបានអារម្មណ៍ជាមួយនឹងរសជាតិខុសពីបាយឆាផ្សេងអញ្ចឹងឥឡូវគឺយើងចូលមកដល់ម៉ឺនុយមួយទៀតគឺបាយភ្លៅមាន់បំពងស្រួយឈ្ងុយឆ្ងាញ់តែម្ដងសម្រាប់ម៉ឺនុយមួយហ្នឹងគឺអាចនិយាយបានថាគឺជា favorite របស់ខ្ញុំតែម្ដងនៅភោជនីយដ្ឋានបាយ័នណាអញ្ចឹងសម្រាប់បងដែលនៅម្ដុំកាឡាម៉ែតចង់បានជាមួយនឹងម្ហូបអាហារឆ្ងាញ់មិនថាអាហារពេលព្រឹកមិនថាអាហារថ្ងៃត្រង់ជាពិសេសអាហារពេលយប់បងកុំភ្លេចជាមួយនឹងភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយឥឡូវយើងចូលមកដល់អាហារថ្ងៃត្រង់ម្ដងអ្នកទាំងអស់គ្នាថ្ងៃហ្នឹងចាយ៉ាខ្ជិលធ្វើម្ហូបអញ្ចឹងទាំងបាយព្រឹកបាយថ្ងៃគឺពឹងលើបាយ័នហើយសម្រាប់អាហារថ្ងៃត្រង់ហ្នឹងគឺមានជាមួយនឹងកង្កែបប៉ារ៉ាបំពងជាមួយនឹងឆាខ្ញីឈ្ងុយឆ្ងាញ់តែម្ដងកង្កែបប៉ារ៉ាបំពងនេះដែរគឺជាម៉ឺនុយថ្មីក្តៅហុយដែលទើបតែចេញនៅភោជនីយដ្ឋានបាយ័នគ្រប់សាខាទាំងអស់បងទាំងអស់គ្នាហើយបើនិយាយពីឆាខ្ញីសាច់មាន់មួយនេះវិញគឺថាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងអ្នកទាំងអស់គ្នាមើលតែមាត់ខ្ញុំញ៉ាំក៏ដឹងដែរចង់និយាយថាក្តីសុខជាមួយការញ៉ាំនៅភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតនឹងហ្មងឡើងគីឡូស៊ឺតែម្ដងចង់និយាយចឹងបើចង់បានជាមួយនឹងទ្រៀងឆ្ងាញ់អាហារឆ្ងាញ់បរិយាកាសល្អសេវាកម្មល្អកុំភ្លេចជាមួយនឹងភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតទាំងអស់គ្នាតែនៅបន្ទាប់ពីយើងបានញ៉ាំបាយនៅបាយ័នហើយខ្ញុំក៏មានសំណួរខ្លះចង់សួរបុគ្គលិកនៅបាយ័នដែរជំរាបសួរបងឈប់ឆោកានេះវិញកុំឲ្យខ្ពស់ជាងពេកបាយថាកាលណានឹងយូរនៅយូរហើយបងយូរហើយប៉ុន្មានឆ្នាំហើយចូល2ឆ្នាំហើយបងសង្សារ2ដែរមែនអត់មានអូខេខ្ញុំចង់សួរមែនថាមានអារម្មណ៍មិនដែរនៅពេលដែលឃើញបាយ័នភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតរបស់យើងតាំងតែខ្ញុំមកតាំងពីព្រឹករហូតដល់ស្មានហ្នឹងខ្ញុំឃើញមានភ្ញៀវច្រើនខ្លាំងមែនតើសប្បាយខ្លាំងបងរំភើបបងគិតថាមូលហេតុអីបានមានភ្ញៀវមកច្រើនខ្លាំងអញ្ចឹងណាទី1ម្ហូបឆ្ងាញ់ទី2សេវាកម្មរស់រាយរាក់ទាក់បងខ្ញុំក៏គិតអញ្ចឹងដែរអ្នកទាំងអស់គ្នាដោយសារតែនៅបាយ័នអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគឺភោជនីយដ្ឋានបើកបាន15ឆ្នាំហើយ anniversary 15ឆ្នាំហើយបើនិយាយពីសេវាកម្មក៏ដូចជាមុខម្ហូបគឺថាឆ្ងាញ់ហើយបុគ្គលិករស់រាយរាក់ទាក់ទាំងអស់តែម្ដងបើនិយាយពីស៊ូវីវិញឲ្យ10លើ10ហ្មងអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាចង់បានម្ហូបឆ្ងាញ់សេវាកម្មល្អបុគ្គលិករស់រាយរាក់ទាក់កុំភ្លេចភោជនីយដ្ឋានបាយ័នសាខាកាឡាម៉ែតទាំងអស់គ្នា